នៅស្រុកស្រែនឹងបងមកនាងមកនៅស្រុកស្រែនឹងបងព្រមរាប់រងនឹងថ្នាំងថ្នមនាងល្អត្រៀមមន់មួយទ្រង់បងត្រៀមប្រហុក10គីឡូទឹកស៊ីអ៊ីវត្រីខត្រៀមអំបិលស្ករមិនឲ្យខ្វះបងមានទាំងគោបងមានទាំងជ្រូកបងមានទាំងមាន់បងមានទាំងទាមានទាំងត្រីពេញស្រះដាក់ត្រូវពេញផ្ទះត្រៀមទុកឲ្យមិនឲ្យខ្វះញ៉ាំមកនាងមកនៅផ្ទះបកលាស់ខែមកនាងមកនៅផ្ទះបកលាស់ខែបងនឹងថ្នមថែចាប់ឆ្កែមិនឲ្យវាខំចាប់ឆ្មាផ្ញើវត្តក្រែងខ្លាចឆ្មាវាខ្ញាំបងនឹងរៀបផ្ទះចាំទទួលរូបអូនឲ្យកក់ក្ដៅបងត្រៀមម៉ូតូបងត្រៀមទាំងឡានបងត្រៀមទាំងសេះបងត្រៀមដំរីចាំទទួលស្រីពើដឹកមើលវាស្រែវាស្រូវអីលើអូនធ្វើកុំភ័យម៉ែបងផ្ដាំឲ្យខំសិក្សាឲ្យគាត់ផ្ដាំថាឲ្យខំធ្វើស្រែមិនពិបាកទៅណាឆ្ងាយម៉ែឲ្យខំធ្វើស្រែយកស្រូវដាក់ជើងរុកឲ្យខំរៀនបានការងារល្អថ្ងៃក្រោយមានក្រក៏ត្រូវធន់សមនឿយទុកនឿយមុនទៅក្រោយសំណុកមកស្រុកបងអូនណាយកុំភ័យមកស្រុកបងអូនណាយកុំភ័យមកនៅស្រុកស្រែនឹងបងមកនាងមកនៅស្រុកស្រែនឹងបងព្រមរាប់រងនឹងថ្នាំងថ្នមនាងល្អត្រៀមមន់មួយទ្រង់បងត្រៀមប្រហុក10គីឡូទឹកស៊ីអ៊ីវត្រីខត្រៀមអំបិលស្ករមិនឲ្យខ្វះបងមានទាំងគោបងមានទាំងជ្រូកបងមានទាំងមាន់បងមានទាំងទាមានទាំងត្រីពេញស្រះដាក់ត្រូវពេញផ្ទះត្រៀមទុកឲ្យមិនឲ្យខ្វះញ៉ាំមកនាងមកនៅផ្ទះបកលាស់ខែមកនាងមកនៅផ្ទះបកលាស់ខែបងនឹងថ្នមថែចាប់ឆ្កែមិនឲ្យវាខំចាប់ឆ្មាផ្ញើវត្តក្រែងខ្លាចឆ្មាវាខ្ញាំបងនឹងរៀបផ្ទះចាំទទួលរូបអូនឲ្យកក់ក្ដៅបងត្រៀមម៉ូតូបងត្រៀមទាំងឡានបងត្រៀមទាំងសេះបងត្រៀមដំរីចាំទទួលស្រីពើដឹកមើលវាស្រែវាស្រូវអីលើអូនធ្វើកុំភ័យម៉ែបងផ្ដាំឲ្យខំសិក្សាឲ្យគាត់ផ្ដាំថាឲ្យខំធ្វើស្រែមិនពិបាកទៅណាឆ្ងាយម៉ែឲ្យខំធ្វើស្រែយកស្រូវដាក់ជើងរុកឲ្យខំរៀនបានការងារល្អថ្ងៃក្រោយមានក្រក៏ត្រូវធន់សមនឿយទុកនឿយមុនទៅក្រោយសំណុកមកស្រុកបងអូនណាយកុំ